ស្ដីនៅគ្នាគឺថ្ងៃហ្នឹងគឺខ្ញុំនឹងមកនាំអារម្មណ៍អ្នកនរគ្នាចូលរួមនៅ event DGF ដែលធ្វើឡើងដោយរាជរដ្ឋាភិបាលរបស់យើងទាំងអស់គ្នាដោយ event មួយនេះគឺគេធ្វើឡើងគោលបំណងដើម្បីបង្ហាញថារាជរដ្ឋាភិបាលយើងតាក់ទងទៅនឹង technology digital គឺវាដើរដល់កម្រិតណាហើយខ្លាំងប៉ុណ្ណាហើយមានរបស់របរអីខ្លះហើយ event មួយហ្នឹងអ្នកគ្នាគឺគេធ្វើឡើងចាប់ពីថ្ងៃទី5ទី6និងទី7ដល់ត្រឹមថ្ងៃសុក្រសៅរ៍អាទិត្យខែធ្នូឆ្នាំ2025យើងនឹងអញ្ចឹងអ្នកគ្នាកុំភ្លេចចូលរួមបានច្រើនបើសិនអ្នកគ្នាចង់បាននៅរបស់របរឲ្យជាវត្ថុអនុស្សាវរីយ៍ផ្សេងៗកុំភ្លេចចូលរួមតែបើគ្នាទៅចូលរួមនៅពេលព្រឹកគឺបានរបស់របរច្រើនមែនតើតែបើយើងទៅពេលថ្ងៃគឺមិនទៅមានទេដោយសារពេលថ្ងៃថាគេអាចយកអស់ហើយយើងទៅពេលថ្ងៃវាមានដែរប៉ុន្តែមានតែយើងទៅពេលព្រឹកហ្នឹងវាសម្បូរសម្រាប់ខ្ញុំគឺខ្ញុំទៅពេលថ្ងៃអញ្ចឹងទៅដោយសារអត់ទៅមានទៅបានតែបានតិចដោយសារខ្ញុំទៅនៅពេលថ្ងៃអញ្ចឹងទៅចេញពីធ្វើការក៏ឆ្លៀតមកចូលរួមនៅeventមួយហ្នឹងផងដែរអញ្ចឹងបើនៅគ្នាចង់បាននៅវត្ថុផ្សេងឬចង់មើលនៅ digital តាក់ទង technology អីផ្សេងអាចមកមើលបាននៅកោះពេជ្រយើងហ្នឹងអាចមកមើលដល់គ្នាបានអូខេបើចង់ដឹងព័ត៌មានច្បាស់អាច search ចូលទៅកាន់ TikTok ក៏បាន Facebook ក៏បានដែរអាច search DGF អញ្ចឹងបើសិនជាពួកយើងជាអ្នក technology ឬក៏ខាង digital ខាង IT របស់យើងហ្នឹងកុំភ្លេចចូលរួម event ហ្នឹងឲ្យគ្នាដើម្បីបានកំណត់ផ្សេងៗតាក់ទង technology គេដាក់ដល់កម្រិតណាហើយគេធ្វើបែបខ្លះអីខ្លះយ៉ាងទៅដើម្បីយកកំណត់ហ្នឹងទៅអភិវឌ្ឍបន្តខ្លួនរបស់យើងអូខេអ្នកគ្នាអញ្ចឹងកុំភ្លេចបើសិនជាពេញចិត្តវីដេអូហ្នឹងកុំភ្លេចពី Subscribe អ្នកមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូតទៀត